អូនឯងនិយាយពីសភៅនេះមែនបាទ ថា planner ធម្មតាក៏អត់បង្រៀនយើងឲ្យចេះ set goal ខ្លួនឯង ថាតើយើងចង់បានគោលដៅរបស់យើងចង់បានអីគេ បងខ្ញុំឃើញបែងប្រើ smart planner ឲ្យបែងគិតមិនដែរសម្រាប់ធ្វើមកក្បាលហ្នឹង សភៅហ្នឹងដោយសារមាន feature ច្រើនក្នុងហ្នឹងមានបញ្យលបោះក្បាយពីផែនការឆ្លាតវៃប្រចាំឆ្នាំប្រចាំខែប្រចាំថ្ងៃអញ្ចឹងណា អញ្ចឹងនៅក្នុងហ្នឹងក្រៅពីជា calendar ប្រចាំខែប្រចាំថ្ងៃប្រចាំអាទិត្យដែលយើងអាច break down into action របស់យើងហ្នឹងគឺក្នុងហ្នឹងមានជា guiding question ឲ្យយើងទៀតជាសំណួរសួរយើងថាតើយើងចង់បានអីគេនៅក្នុងជីវិតហើយមានសំណួរ provoking and guiding question ច្រើនដែលជួយយើងនៅក្នុងការ brainstorm ហើយគិតទៅថាតើយើងចង់បានគោលដៅរបស់យើងចង់បានអីគេ មកលើគេប្រើ digital ច្រើនជាងហើយមាន iPad ឬក៏ iPad note ទៅនានាហ្នឹងគឺមានប៊ិចសម្រាប់សរសេរទៀតអញ្ចឹងណាអញ្ចឹងបើសិនជាសម្រាប់ដូចបងដូចសេរីបងចុះបងនិយាយដូចសេរីបងចុះបងជួយចិត្តរៀង traditional តិចប៉ុន្តែរៀងបុរាណតិចណាអញ្ចឹងនៅពេលដែលបងទៅសេនៅលើសភៅបងរៀងមានអារម្មណ៍ attach ជាមួយវាជាពិសេស go អញ្ចឹងពេលដែលបងទៅសេបងនឹងថ្ងៃនេះបងធ្វើអី go បងដើរដល់ណាអញ្ចឹងបងមានអារម្មណ៍ថារៀងចាំរៀងថ្នឹកមួយវាបន្តិចជាបងទៅសេឬក៏ប្រើប្រាស់ digital អញ្ចឹងណាចានេះសម្រាប់បងចំពោះ go គឺបង choose planner ច្រើនជាងតែកណ្ដាលសភៅហ្នឹងហ្មង តែបែងគិតថាសភៅមួយហ្នឹង helpful អត់ គាត់ថាសភៅហ្នឹង helpful ខ្លាំង planner នេះគាត់បរៀនយើងឲ្យចេះ set goal ច្បាស់លាស់ហើយនៅពេលដែលយើង complete goal មួយវាផ្ដល់ជាដូចថាភាពសប្បាយឬក៏ satisfaction នៅក្នុងអាទិត្យហ្នឹងអញ្ចឹងណាព្រោះវាជួយយើង goal របស់យើងក្នុងឆ្នាំហ្នឹងអីគេ អញ្ចឹងខ្ញុំចង់ដឹងថាមកដល់ឥឡូវហ្នឹងតើមាន complete goal ខ្លះដែរអត់ ថាក្នុងឆ្នាំនេះចង់រៀងសក់គីឡូអីអញ្ចឹងណាចឹង in terms of goal យើង set ថាយើងទៅជាម៉ានដងក្នុងមួយថ្ងៃក្នុង sorry ក្នុងមួយអាទិត្យអញ្ចឹងយើងបាន complete ខ្លះហើយយើងក៏ឃើញ progress ចឹងហ្នឹងក៏2ខែហ្នឹងក៏សប្បាយចិត្តដែរ តើបែងនឹង rate ពី1ទៅដល់10បែងនឹង rate ឲ្យប្រហែល I would give it 9.5 9 I give it a 9 How about another one ចាមួយទៀតចាំដាច់ឆ្នាំចាំឲ្យ10ហ្មងបើ achieve goal ហើយសក់គីឡូដូចតាមចិត្ត